មេរៀនទី7រំលឹកពាក្យប្រកបនឹងណណងញមយលវបានហ៊ានកាន់គុណកង់កោងរឹងប៉ើងដូងចេញវិញចាញ់សូមរោមហើយវាយចាយមើលពេលកែវរលួយជំនួយអំបិលរដូវរំដួលសាវម៉ាវរសៀលងងឹតចំនួនចំណេញណនងរុងរឿងចំណងធៀងដូងលែកឡក់បានគាត់ពេលពួកគាត់បានដើរលេងគាត់ចូលចិត្តថតរូបណាស់ហ៊ានម៉ាក់គាត់មិនហ៊ានហែលទឹកទេខ្លាចខូចស្បែកកាន់មានតែម្ដាយទេដែលកាន់ដៃយើងមិនលែងគុណយើងត្រូវតែចេះតបស្នងគុណដល់អ្នកដែលធ្វើល្អដាក់យើងកង់ប្អូនស្រីកំពុងរៀនជិះកង់យ៉ាងយកចិត្តទុកដាក់កោងយើងត្រូវឧស្សាហ៍ពត់ជើងកូនកុំឲ្យកោងជើងរឹងដុំថ្មរឹងដុំមាសទន់ប៉ើងខ្យល់ប៉ើងដំបូលផ្ទះទៅលើខ្សែភ្លើងដូងទឹកដូងខ្ចីជួយដល់សុខភាពខ្លាំងចេញពេលចេញលេងកូនសិស្សលេងយ៉ាងសប្បាយវិញគាត់កំពុងវិញខ្សែធ្វើអង្រឹងចាញ់ជាព្រះឈ្នះជាមារមានន័យថាយើងត្រូវចេះអត់ឱនទើបបានសុខសូមឲ្យបុណ្យកុសលដែលខ្ញុំបានសាងជួយទ្រទ្រង់ឲ្យគ្រួសារខ្ញុំឲ្យក្រុមគ្រួសារខ្ញុំមានសេចក្តីសុខរោមភ្នែកគាត់ងស្អាតណាស់ហើយម្ហូបរៀបចំរួចហើយតោះញ៉ាំបាយវាយសម្ដេចហ៊ុនសែនចូលចិត្តលេងវាយកូនគោលចាយពេលមានលុយយើងត្រូវចេះចាយឲ្យរិះថាំមើលពេលមើលកុនខ្ញុំក៏ចូលចិត្តញ៉ាំដែរពេលដើរលេងយើងត្រូវចេះរៀបចំឲ្យបានល្អកែវ
នេះជារបៀបទុកដាក់កែវមានជើងរលួយបន្លែរលួយគេយកធ្វើចំណីសត្វជំនួយនាងជាជំនួយការរដ្ឋបាលក្នុងក្រុមហ៊ុនមួយអំបិលនេះជាកន្លែងផលិតអំបិលរបស់ប្រជាជនយើងរដូវផ្ការីកមានផ្ការីកច្រើន